ដោយពិនិត្យឃើញស្ថានភាពផ្លូវមានកន្លែងខ្លះក្រឡេកក្រឡុកនៅព្រឹកថ្ងៃទី1ខែតុលាឆ្នាំ2025នេះលោកអភិបាលនៃគណៈអភិបាលស្រុករួមជាមួយលោកទីថាវីអភិបាលរងនៃគណៈអភិបាលស្រុកសណ្ដានបានដឹកនាំក្រុមការងារចុះទៅពិនិត្យទីតាំងជាក់ស្ដែងនិងរៀបចំក្រុមការងារដើម្បីធ្វើការឈូសលុបក្រឡុកដោយប្រើគ្រឿងល្អិតហើយនេះគឺជាសកម្មភាពត្រាក់ទ័រកំពុងតែធ្វើការឈូសឆាយលុបក្រឡុកផ្សេងបាទនៅជុំវិញរង្វង់មូលព្រះនរាយណ៍ទល់មុខសាលាស្រុកសណ្ដានចិត្តជលស្ពានឆ្លងស្ទឹងសែនហើយលោកអភិបាលរងនៃគណៈអភិបាលស្រុកលោកកំពុងតែពិនិត្យមើលស្ថានភាពនៃការឈូសឆាយដើម្បីលុបក្រឡុកផ្សេងនៅជុំវិញរង្វង់មូលព្រះនរាយណ៍យើងតែម្ដងដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋយើងងាយស្រួលធ្វើដំណើរទៅមកបាទហើយឆ្លងកាត់នៅជុំវិញរង្វង់មូលព្រះនរាយណ៍យើងនេះបាទហើយទីតាំងទី2គឺនៅទល់មុខវត្តទឹកម្លៀងយើងតែម្ដងបាទក្រុមការងារក៏បានដឹកគ្រឿងល្អិតបាទទៅចាក់និងធ្វើការឈូសពង្រៀបឲ្យស្មើនៅត្រង់ចំណុចក្រឡុកនៅទល់មុខវត្តទឹកម្លៀងយើងតែម្ដងបាទហើយក៏សូមអធិស្ឋានដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកសណ្ដានយើងផងដែរបាទកន្លងមកបាទហើយថ្នាក់ដឹកនាំយើងកំពុងតែបាទខ្នះខ្នែងក្នុងការកែលម្អនៅសភនភាពស្រុកបាទពិសេសគឺផ្លូវយើងនេះតែម្ដងបាទលោកកំពុងតែខ្នះខ្នែងដៃដឹកជើងបាទធ្វើជាបណ្ដាបាទជាដំណាក់កាលបាទมันអាចធ្វើម្ដងឲ្យពេញទាំងអស់តែម្ដងទេបាទគឺលោកមានភារកិច្ចច្រើនបាទប៉ុន្តែលោកក៏មិនភ្លេចដែរបាទក្នុងការកែលម្អសភនភាពពិសេសគឺកែលម្អផ្លូវនៅក្នុងទីរួមស្រុកយើងបាទប៉ុន្តែយើងធ្វើជាដំណាក់កាលបាទជាបន្តបន្ទាប់ទៀតបាទសូមបងប្អូនមេត្តាយោគយល់បាទហើយក៏សូមថ្លែងអំណរគុណបាទទៅដល់លោកអភិបាលរងនៃគណៈអភិបាលស្រុកផងដែរបាទដែលលោកបាទថ្ងៃនេះលោកបានរៀបចំបាទឈូសឆាយបាទលុបក្រឡុកនេះបាទសូមអរគុណ